បាទជំរាបសួរបងប្អូនប្រិមិត្ត Osifan TV Osifan TV 2 ក៏ដូចជាប្រិមិត្តដែលមានភក្ដីទាំងក្នុងនិងក្រៅប្រទេសបងប្អូនថ្ងៃនេះជួបជាមួយនឹងខ្ញុំមកវីដេអូទៀតហើយក្នុងវីដេអូនេះប្រហែលជាអាចនឹងដើររៀងយូរបន្តិចឬក៏អាចនឹងឆាប់ចប់ទៅតាមស្ថានភាពហើយបញ្ជាក់ជូនបងប្អូនផងដែរថាទីតាំងកន្លែងនេះគឺជាទីតាំងមួយដែលស៊ីគាត់មកម្នាក់ឯងមុនពេលដែលគាត់មានបញ្ហាជើងណាហើយទីតាំងកន្លែងនេះมันមានប្រវត្តិអីពិស្ដារទេដោយសារគាត់បញ្ជាក់ប្រាប់ថាគាត់ជិះមកកាត់ទីតាំងនេះគោលដៅរបស់គាត់គឺនៅខាងមុខនេះបាទហើយដល់ពេលគាត់ជិះកាត់មកទីតាំងនេះវាឃើញព្រៃទំនងបាទឃើញព្រៃទំនងឬក៏យើងនិយាយមួយទៀតថាស៊ីអាចនឹងគាត់ខ្ជិលទៅឆ្ងាយបាទឃើញព្រៃឬទំនងដែរក៏ចូលសារលបងថតទៅហើយពេលដែលគាត់ថតគឺឃើញថាទីតាំងកន្លែងគាត់បានជួបនឹងអារូបពីរបាទមានចាស់មានក្មេងហើយទីតាំងកន្លែងនេះចំណងជើងនៃសាច់រឿងនេះគឺខ្ញុំដាក់ថាស៊ីភ័យឡើងញ័រមាត់ណាបងប្អូនបាទអញ្ចឹងឥឡូវនេះខ្ញុំបានមកដល់ទីតាំងនេះតាមការចង្អុលបង្ហាញរបស់គាត់ជាអំពីទីតាំងព្រោះទីតាំងកន្លែងនេះពួកខ្ញុំដើរចេញចូលរៀងច្រើនដែរបាទចង់និយាយថាវានៅកាត់ផ្លូវពួកខ្ញុំណាហើយវីដេអូនេះអាចនឹងធ្វើការបែងជាពីរភាគដាក់នៅក្នុង Osifan TV 2 មួយនិងដាក់នៅក្នុង Osifan TV 2 Review មួយអញ្ចឹងបងប្អូនអាចចូលទៅបាទជួយ check មើលបាទជួយមើលជួយគ្រប់ត្រូលទាំងពីរ channel ហ្នឹងពួកខ្ញុំអាចដាក់នៅខណៈភាគ1ខណៈភាគ2ទៅដើម្បីបញ្ចប់ហើយបងប្អូនកុំភ្លេចជួយគ្រប់ត្រូលនៅ YouTube channel ឲ្យបានច្រើនប៉ុស្តិ៍ដូចតែបងប្អូនគ្រប់ត្រូល Facebook page បាទអូខេតោះឥឡូវបងប្អូនខ្ញុំនិយាយប៉ុណ្្នឹងទេហើយឥឡូវជួបអីឃើញអីបងប្អូនទៅបងប្អូនគ្នាហើយមុននឹងមកនេះខ្ញុំបានជួបផ្សាយមួយបាទជិះមកតាមផ្លូវហ្នឹងក៏ឃើញធំដែរបងប្អូនតែដំបងស្មានតែខ្មោចលងនេះខ្ញុំចុះជួលពិលមើលទៅវាលុបទឹកវាហក់ចូលទៅគុំខ្ញុំតែបើហក់ចូលទៅគុំឲ្យបាត់ទៅអាហ្នឹងតែខ្មោចលងហើយវាចេញទៅទៀតហ្នឹងទៅអញ្ចឹងឲ្យវាទៅព្រោះយើងសុំសុខសប្បាយហើយមកនេះគោលបំណងរបស់ខ្ញុំគឺមកថតមកប្រតិយករូបភាពនៃអរូបបាទបងប្អូនទ្រាំតែស្វែងរកទីតាំងនេះឃើញមិញយើងជិះទៅឡើងប្រហែលបោះហើយដើរនោះធ្លាក់ណាធ្លាក់ណីបងប្អូនឃើញអីបាទសូមជួយ comment ប្រាប់បាទបងប្អូនឮសូរសំឡេងខ្សឹបជាសំឡេងដែលខ្ញុំនិយាយប្រាប់ខ្លួនឯងថាកុំភ័យកុំខ្លាចបាទខ្ញុំចេះតែដើររះទៅសិនបាទដើរធ្វើម៉េចឲ្យដល់គោលដៅតែស៊ីគាត់ឃើញស៊ីគាត់ជួបស៊ីមិនតន់បានធូរទេបងប្អូនណាបាទគាត់មិនថាមិនតន់បានធូរទាំងស្រុងទេតែគាត់ថាបើសិនជាដើរឆ្ងាយអាចនៅចុកនៅស្ពឹកនៅអីចឹងទៅយើងអាចប្រហែលវីដេអូទៀតចាំមើលជាក់ស្ដែងបើគាត់អាចចុះបានក៏សាកល្បងចុះមកវីដេអូ2បើចុះហើយមិនអីទេក៏បន្តអញ្ចឹងទៅដល់កហ្នឹងនឹងផ្លូវណាផ្លូវណីទេខ្ញុំបើអត់ផ្លូវអញ្ចឹងយោញាក់ប្រឹតមិញអត់ផ្លូវទៅទេខាងណា
ដូចជាអត់មានផ្លូវចូលយ៉ាបងវាចេះឆ្ងាយបាទអូបងប្អូនមើលតកៅលមាស់ហើយអានេះអត់តោះហើយនេះបងចាំតិចខ្ញុំស៊ូមសិនបាទខ្ញុំស៊ូមតិចណាទៅណាបាត់ហើយនេះតកបងប្អូនអើយនេះបប៉ះខ្លួនអីមិនដឹងយ៉ាងណាយ៉ាងណីនេះអត់មានផ្លូវទៅបងប្អូនខ្ញុំរកអីយ៉ាបងប្អូនមានសម្រាប់ដូចមានអីជន់មេឈើនំកើអីយ៉ាបងប្អូនយល់ពីអារម្មណ៍ស្ងាត់ណាខ្ញុំសុំចង់តិចព្រោះមិននឹងសัตว์ឬក៏ស្អីទេខ្ញុំនៅខាងនោះមិញឮសូរសំឡេងជន់ខាងនេះស្អីឲ្យភ្នែកវិញអាយ៉ាដូចជាឃើញមានភ្លើងភ្នែកចាំបងប្អូនមកឆ្វិចតែខ្ញុំភ្ញាក់មិញណាហើយខ្ញុំមានអារម្មណ៍ថាដូចជាមានមនុស្សកំពុងតែឈរសម្លឹងយើងអញ្ចឹងណាអាយ៉ាយ៉ានោះនេះបងប្អូនដូចមនុស្សឈរអញ្ចឹងមិញឃើញមិនបុកពោះភើតបងប
បងប្អូនកុំភ្លេចជួយ like ជួយ share ណាបងប្អូនណាដូចមនុស្សអង្គុយបាយខ្នងបងប្អូននេះយោនំថ្មគេដូចយ៉ាងនេះមើលមកបុកមួយនេះបងប្អូនឃើញទេនេះពេលយើងមើលពីចង្អាយវាដូចមនុស្សអង្គុយបាយខ្នងម្នាក់ឯងចង្អេងចង្ងាំងជើងកាមេរ៉ាផងពិលផងហ្វាផងទេដូចម្ដុំនេះបងប្អូនកន្លែងតែស៊ីគាត់ឃើញហ៎ខ្ញុំអត់ច្បាស់ទេបាទព្រោះទីតាំងនេះស៊ីគាត់តែចុះមកប៉ុន្តែតាមផាកផាកខ្ញុំគិតថាដូចជាដល់ហើយឬក៏កន្លែងហ្នឹងហើយតែគាត់ឃើញឈោទាំងពីរនាក់ណាយ៉ាបងប្អូនខ្ញុំឃើញមួយឆាច់ដូចជាមានមនុស្សដើរចូលតែខ្ញុំមិនដឹងថាកាមេរ៉ាចាប់រូបភាពបានឬក៏អត់ទេពួកខ្ញុំអត់បានមើលកាមេរ៉ាទេខ្ញុំអត់បានមើលកាមេរ៉ាបងប្អូនណាឥឡូវបើសិនជាមើលទៅឃើញមានពិតមែនខ្ញុំនឹងដាក់ slow motion ហើយនឹងដាក់រង្វង់ប៉ុន្តែឃើញដើរចេញពីនេះដើរពីនេះចូលមកនេះពីនេះដូចពីនេះហើយពីហ្នឹងហើយចូលមកនេះហើយរៀងដូចជាតាចាស់ដូចដើរកោងខ្នងដូចមានជ្រៅច្រត់ទៀតមិញមកណាអីចាបងប្អូនខ្ញុំនិយាយថាដូចតាចាស់កាន់ជ្រៅច្រត់មានសម្លេងដូចជាមនុស្សចាស់និយាយចេញពីប្រឡោះនេះមកហេលងល្មមបាទខ្ញុំអត់មានមកបៀតបៀនទេខ្ញុំគាត់តែសុំប្រតិរូបភាពឥឡូវបើលងក៏លងចុះតែសុំឲ្យល្មមហើយឲ្យកាមេរ៉ាចាប់យករូបភាពនេះបានបើពាក្យថាកាមេរ៉ាចាប់យករូបភាពមិនមែនការចាប់ការចងទេខ្ញុំសូមបញ្ជាក់ណាគ្រាន់តែជាការសុំប្រតិយករូបភាពឲ្យច្បាស់ឲ្យឃើញនៅក្នុងកញ្ចក់កាមេរ៉ាឲ្យច្បាស់បាទហើយខ្ញុំមិនបាច់ទេបាទមិនចាំបាច់ឃើញក៏បានដែរបងប្អូនខ្ញុំដើរ
chết mà phơi được tí ấy hay chôm khơi mùi mánh bàn tay chôm một ban cha bà rom từ lơ camera buộc chôm lên từ focus phần này buộc chôm từ lơ à rút được chôm khơi đào miền căn chiều trọt miền ấy nè tôi tả chá nè lợt chôm xôm nhát bông vốn á dạ sai chưa dạ sai chưa bà dùng trôn thế ô mò xong một kiện mò chỗ lơ mò ấy và mò cho mình mò thom thom này tí tàng này ô anh ấy đam tà cao chứ chầm sâu cho bác không phôn đam chưa sâu cho bác tí chum rục prey mau trâu mình thế đấy chưa offload không phôn tadi prey bob mong đà thế dạ dạ chạy tao không muốn chum mình hay prey thom vậy thom thom không phôn prey dạ cá đây một chum rộp lo chênh từ vinh dân
Muốn khơi xôm chui cảm ơn á muốn á tam đan mùi của pe class trong đá trong focus từ mục sau ban focus từ lưỡi camera thế chẳng cả lâu bom ôn ai đừng khơi ấy tràn trên trong khơi tẹo cho bao nhiêu bông bao nhiêu ngoài chồng Chừng ngày tao không muốn dạ đi plug chạc thế không cắt tray cho việc aja yeah Brief xua Premium Aussie Fan TV2 Aussie Fan TV2 review ក៏ដូចជា fan and មានពាក្យក្តីទាំងអស់បងប្អូនថ្ងៃនេះសូមនាំអារម្មណ៍បងប្អូនមកស្គាល់ទីតាំងដីឡូមួយកន្លែងតែទីតាំងនេះជាទីតាំងដែលល្អមែនទែនសម្រាប់បងប្អូនដែលចង់សាងសង់លំនៅដ្ឋានឬក៏ចង់ប្រកបមុខរបរអាជីវកម្មផ្សេងៗណាហើយបន្តិចទៀតនេះខ្ញុំនឹងធ្វើការបញ្ជាក់ជូនបងប្អូនថានៅជុំវិញទីនេះមានអ្វីខ្លះហើយសូមបញ្ជាក់ជូនបងប្អូនផងដែរថាដីឡូនេះជាដីឡូដែលលក់មិនទាន់អញ្ចឹងពាក់ព័ន្ធទៅនឹងតម្លៃគឺថាទុនមែនទែនតែម្ដងហើយបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនអាចទំនាក់ទំនងតាមរយៈ page Aussie Fan TV2 បានហើយបច្ចុប្បន្ននេះគឺនៅសល់ប្រហែលជាជាង20ឡូទេបាទហើយមួយវិញទៀតបងប្អូនណានៅជុំវិញទីតាំងកន្លែងនេះគឺមានផ្ទះបាទប្រជាពលរដ្ឋហើយនៅជាប់នឹងទីតាំងដីគឺមានចំការទុរេនមានចំការដូងមានកញ្ចក់លក់ដូរផ្សេងជាដើមបាទឡាក់ទៅហើយនៅខាងចុងដីនោះគឺមានស្ទឹងដែលយើងហៅថាជាស្ទឹងប៉ៃលិនហើយនៅតាមបណ្ដោយមាត់ស្ទឹងនេះបាទគឺជាកន្លែងមួយដែលបងប្អូនប្រជាពលរដ្ឋយើងគាត់លក់ដូរបាទមានកញ្ចក់លក់ជាហូរហើយបើនិយាយពីភ្ញៀវវិញគឺមកលេងមិនថាច័ន្ទសុកឬក៏សៅរ៍អាទិត្យទេគឺមកជាប់មិនដាច់ទេបងប្អូនណាហើយមួយវិញទៀតបងប្អូនដែលមានបំណងបាទចង់ប្រកបរបរអាជីវកម្មបាទលក់ដូរឬក៏បើកជារោងនីយដ្ឋានពុជនីយដ្ឋានអីផ្សេងហ្នឹងខ្ញុំគិតថាទីតាំងកន្លែងនេះគឺស័ក្តិសមមែនទែនបាទសម្រាប់បងប្អូនណាហើយអ្វីដែលពិសេសនេះគឺថានៅជាប់នៅគៀជាមួយនឹងសាលារៀនវត្តអារាមមណ្ឌលសុខភាពទីផ្សារមន្ទីរពេទ្យទាំងរដ្ឋទាំងឯកជនហ្នឹងគឺសម្បូរបែបតែម្ដងបើនិយាយពីចម្ងាយអត់ឆ្ងាយបងប្អូនណាពីរំពងមូលវាមានឯករាជ្យមកប្រហែលជា3គីឡូម៉ែត្រជាងទេបាទហើយបងប្អូនមើលនៅខាងក្រោយខ្នងនេះយើងឃើញទេសភាពបាទនៅខាងមុខដីឡូនេះមានទេសភាពភ្នំដ៏ស្រស់ស្អាតមែនទែនហើយសម្រាប់បងប្អូនដែលធ្វើការនៅកន្លែងដែលស្មុគស្មាញកន្លែងដែល stress ច្រើនណាខ្ញុំគិតថាបើបងប្អូនមានផ្ទះលំហែនៅទីតាំងនេះគឺងាយឡើងយើងអាច relax យើងអាចស្រស់ស្រាយជាមួយនឹងទេសភាពបែបធម្មជាតិណាបាទដែលយើងសម្លឹងមើលទៅភ្នំមើលទេសភាពអីផ្សេងៗទៅបាទគឺស្រស់ស្អាតមែនទែនអស្ចារ្យបាទបញ្ជាក់ជូនបងប្អូនដែរថាពាក់ព័ន្ធជាមួយនឹងផ្លូវគឺយើងមានផ្លូវច្រាំខ្សែនៅក្នុងដីឡូនេះបងប្អូនចូលតាមច្រកណាក៏បានដែរប៉ុន្តែផ្លូវដែលសំខាន់ដែលខ្ញុំចង់បង្ហាញបងប្អូនគឺមានទីតាំងពីរផ្លូវបាទទីតាំងមួយហ្នឹងគឺយើងចូលតាមរកផ្លូវរត់ដូចគ្នាប៉ុន្តែចម្ងាយនឹងឆ្ងាយបន្តិចចេញពីផ្លូវជាតិលេខ57ហ្នឹងអាចចម្ងាយប្រហែលជាជាង100ម៉ែត្រយើងមកដល់ដីឡូតែបើសិនជាបងប្អូនធ្វើដំណើររាប់មកស្ទឹងចេញពីផ្លូវជាតិលេខ57ដូចគ្នាចេញពីស្ពានធំស្ពានស្ទឹងប៉ៃលិនបងប្អូនណាជាកន្លែងសម្បូរទៅដោយរមណីយដ្ឋាននិងកញ្ចក់លក់ដូរតាមមាត់ស្ទឹងហើយបងប្អូនអាចស្គាល់រសជាតិនៃការរែងត្បូងតាមមាត់ស្ទឹងបាទហើយចង់បញ្ជាក់បងប្អូនមួយវិញទៀតដែរថាបើសិនជាបងប្អូនធ្វើដំណើរតាមផ្លូវនេះវាចម្ងាយទៅប្រហែលជា50ម៉ែត្រទេបាទហើយយើងតែ50ម៉ែត្រចុះបាទគឺដល់ទីតាំងដីតែម្ដងហើយទីតាំងដីនេះគឺយើងមើលឃើញទឹកស្ទឹងព្រោះថាយើងនៅគៀមួយស្ទឹងបងប្អូនណាបាទនៅជុំវិញទីតាំងនេះក៏មានដីឡូច្រើនមានផ្ទះជួលមានកញ្ចក់ជាហោហាយដូចគ្នាបាទឡាក់នឹងឡាក់អញ្ចឹងទៅហើយបើសិនជាបងប្អូនចាប់អារម្មណ៍បងប្អូនកុំភ្លេចទំនាក់ទំនងបាទចូលទៅក្នុង page ឬអាច call តាមរយៈលេខទូរស័ព្ទរបស់ខ្ញុំប្រមាណខ្សែដែលដាក់ចូលទៅក្នុង page នេះស្រាប់សូមបញ្ជាក់បន្ថែមផងដែរថាចេញពីដីនេះប្រហែលជា500ម៉ែត្រទេយើងឡើងទៅលើបន្តិចណាបាទទៅតាមផ្លូវជាតិលេខ57ហ្នឹងនៅទីនោះមានវត្តអារាមមានមណ្ឌលសុខភាពមានផ្សារមានសាលារៀនមានការ៉ាស់ឡានហើយបើយើងងាកមកខាងនេះវិញបាទសាលារៀនគឺឆ្លងទឹកតែបន្តិចគឺដល់សាលារៀនតែម្ដងបាទបងប្អូនអញ្ចឹងសរុបមកវិញនៅទីតាំងកន្លែងនេះក្រៅពីទីតាំងដែលយើងអាចប្រកបរបរអាជីវកម្មបានណាបាទវាមានកន្លែងកំសាន្តឬមានសាលារៀនមានមណ្ឌលសុខភាពមានវត្តអារាមមានស្អីគឺមកកំ play តែម្ដងបាទអ
ចឹងបងប្អូនអត់ប្រមាថទេបាទអញ្ចឹងសរុបមកវិញគឺជុំវិញទីតាំងដីនេះបើយើងមើលទៅដីនេះគឺជាដីមួយដែលមានសក្តានុពលមែនទែនបាទអរគុណបងប្អូនណាបាទជួបគ្នានៅវីដេអូក្រោយ